បាទជំរាបសួរបងប្អូនទាំងអស់គ្នាបាទជួបគ្នាជាមួយខ្ញុំបាទមួងបារាំងបាទថ្ងៃនេះយើងមកនិយាយអំពីសំណួរពីអ្នកជាប់ពន្ធបាទ question ណាសំណួរហ្នឹងក៏សួរថាក្រុមហ៊ុនខ្ញុំមានចំណូលទាបតែចំណាយប្រតិបត្តិការខ្ពស់ទើបម្ចាស់ក្រុមហ៊ុនសម្រេចចិត្តខ្ចីលុយពីធនាគារក្នុងបុគ្គលផ្ទាល់ខ្លួនដើម្បីយកមកប្រើប្រាស់ក្នុងក្រុមហ៊ុនតើត្រូវរៀបចំឯកសារបែបណានិងមានលក្ខណៈអ្វីខ្លះដើម្បីឲ្យខាងពន្ធដារទទួលស្គាល់ថាការប្រាក់នោះគឺជាចំណាយស្របច្បាប់របស់ក្រុមហ៊ុនបាទអញ្ចឹងដោយសារម្ចាស់គាត់ខ្ចីលុយផ្ទាល់អាហ្នឹងបើយើងមើលតាមសំណួរណាគាត់ខ្ចីលុយផ្ទាល់ហើយមិនមែនជាការខ្ចីលក្ខណៈក្រុមហ៊ុនអ្នកខ្ចីឯងមិនថាម្ចាស់ក្រុមហ៊ុនអ្នកខ្ចីហើយយកទៅប្រើតែម្ដងអញ្ចឹងដើម្បីឲ្យចំណាយហ្នឹងអាចកាត់កងបានតើយើងត្រូវធ្វើដូចម្ដេចបាទអញ្ចឹងយើងងាកមកមើលសេចក្តីណែនាំទៅចេញដែរណាថ្ងៃ12ឧសភា2025ហ្នឹងគឺអត់យូរទេបាទអញ្ចឹងលេខ14256អពុដបងប្អូនអាចសើចតាម website ពន្ធដារយើងហើយវាយលេខហ្នឹងណាអាចឃើញណាចឹងបើសិនបងប្អូនហៅអត់ឃើញអាច comment ខាងក្រោមណាដើម្បីសុំឯកសារឬអីគេហ្នឹងគឺអាចផ្ដល់ជូនបានបាទអញ្ចឹងcònយើងមើលទូទ្រោះសេចក្តីណែនាំទៅមកស្ដីពីឯកសារចំពោះការប្រាក់ក្នុងចំណោមបុគ្គលតតិនដូចនេះណាគឺអនុលោមតាមប្រកាស574សហវប្រកចុះថ្ងៃ9ខែកញ្ញា2024ស្ដីពីនីតិវិធីសម្រាប់បែងចែកចំណូលនិងចំណាយក្នុងចំណោមបុគ្គលតតិនដើម្បីសម្រួលដល់ការអនុវត្តនិងជាមូលដ្ឋានសមស្របសម្រាប់កំណត់ការប្រាក់លើប្រតិបត្តិការខ្ចីប្រាក់បុគ្គលតតិនកិច្ចធម្មតាសូមធ្វើការណែនាំដូចតទៅណាក៏សហគ្រាសដែលមានប្រតិបត្តិខ្ចីប្រាក់ពីបុគ្គលតតិនអាចកំណត់ការប្រាក់ទៅតាមអត្រាដែលខ្លួនព្រមព្រៀងនឹងត្រូវបានលើកលែងពីការអនុវត្តតាមគោលការណ៍ចំហដៃបាទ arm's length principle ពីច្រើនហៅថាធ្វើទីផ្សារបាទដោយសហគ្រាសត្រូវមានឯកសារគាំទ្រប្រតិបត្តិការខ្ចីប្រាក់បុគ្គលតតិននោះដូចតទៅ1កិច្ចសន្យាខ្ចីប្រាក់ដែលមានបញ្ជាក់ច្បាស់លាស់ពីរយៈពេលខ្ចីនិងសង2គម្រោងផែនការ business plan តែមានណាឬរបាយការណ៍ហិរញ្ញវត្ថុនាពេលខ្ចីនិងរបាយការណ៍ហិរញ្ញវត្ថុប៉ាន់ស្មាន current forecast and financial statement និងគោលបំណងនៃការខ្ចីប្រាក់រួមនឹងសេចក្តីបញ្យល់បាទអញ្ចឹងចំណុចទី2គឺសំខាន់3សេចក្តីសម្រេចរបស់ក្រុមប្រឹក្សាភិបាលចំពោះសហគ្រាសដែលមិនមែនជាសហគ្រាសឯកជនទទួលខុសត្រូវមានកម្រិតបាទខក្នុងករណីសហគ្រាសខ្ចីប្រាក់ពីបុគ្គលតតិនអត្រាការប្រាក់ខ្ចីនោះមិនត្រូវឲ្យលើសពីកម្រិតអត្រាការប្រាក់ទីផ្សារនៅពេលខ្ចីប្រាក់ទេសម្រាប់គោលដៅនៃសេចក្តីណែនាំនេះកម្រិតអត្រាការប្រាក់ទីផ្សារគឺជាមធ្យមនៃអត្រាការប្រាក់ឲ្យខ្ចីរបស់ធនាគារពាណិជ្ជធំក្នុងស្រុកយ៉ាងតិច5ដែលចេញជារៀងរាល់ឆ្នាំដោយអគ្គនាយកដ្ឋានពន្ធដារគោសហគ្រាសដែលមានប្រតិបត្តិការតម្រូវការបរិបទានសាច់ប្រាក់ពីបុគ្គលតតិនដែលមានអាយុកាលតិចជាង1ឆ្នាំដោយគិតចាប់ពីថ្ងៃទទួលប្រាក់រហូតដល់ថ្ងៃទូទាត់ជាក់ស្ដែងបាទខេត្តវ៉ាន់មិនចាត់ទុកថាជាប្រតិបត្តិការប្រាក់ទេហើយត្រូវបានលើកលែងពីការអនុវត្តប្រាក់តាមគោលការណ៍ជំហរដៃបាទ arm's length principleចំពោះប្រតិបត្តិការខ្ចីប្រាក់ក្នុងចំណោមបុគ្គលឯករាជ្យអត្រាការប្រាក់ត្រូវអនុវត្តតាមប្រតិបត្តិការខ្ចីប្រាក់ជាក់ស្ដែងដែលមានចែងក្នុងកិច្ចសន្យានិងមានឯកសារគាំទ្រច្បាស់លាស់បាទប្រតិបត្តិការខ្ចីប្រាក់អានឹងខ្ញុំសូមអានឲ្យបងប្អូនដើម្បីអាចបងប្អូនមានកំណត់ខ្លះណាបាទអញ្ចឹងតិចយើងនឹងចូលជាលក្ខណៈមេរៀនប្រតិបត្តិការខ្ចីប្រាក់ក្នុងចំណោមបុគ្គលតតិនបាទនិងប្រតិបត្តិការខ្ចីប្រាក់ក្នុងចំណោមបុគ្គលឯករាជ្យមិនតម្រូវឲ្យមានការជូនដំណឹងមកអគ្គនាយកដ្ឋានពន្ធដារទេបាទសេចក្តីណែនាំលេខ151ពុដចុះថ្ងៃ22មករា2014អំពីការកំណត់ចំណាយការប្រាក់របស់សហគ្រាសសេចក្តីណែនាំ11 946ចុះថ្ងៃទី21សីហា2018ស្ដីពីការប្រាក់ចំពោះបុគ្គលតតិននិងសេចក្តីណែនាំ
លេខ10 979 ចុះថ្ងៃទី25ឧសភា2022ស្ដីពីការបញ្ជាក់ការប្រាក់ក្នុងចំណោមបុគ្គលតាក់ទិនទុកជានារីកអញ្ចឹងទាំងអស់ហ្នឹងគឺបងប្អូនគេទុកជានារីកណាអញ្ចឹងបើមានបងប្អូន note ចំណាំទុកអស់ហើយអញ្ចឹងយើងបន្តទៅទៀតបាទអញ្ចឹងបើយើងសង្ខេបទៅគឺនៅក្នុងហ្នឹងគឺមានកិច្ចសន្យាគេប្រាក់គម្រោងផែនការសេចក្តីសម្រេចរបស់ក្រុមរដ្ឋាភិបាលអូខេបាទចំណងជើងនៅមូលដ្ឋានគតិយុត្តបាទចំណងជើងនីតិវិធីនៃការទទួលស្គាល់ចំណាយការប្រាក់ក្នុងចំណោមបុគ្គលតាក់ទិនបាទយោងតាមប្រកាសលេខ578សវប្រកបាទចុះថ្ងៃទី11កញ្ញា2024បាទនឹងសេចក្តីណែនាំលេខ14 256នេះគេណែនាំហ្នឹងណាបាទអានេះគឺ578នឹងពន្ធលើប្រាក់ចំណូលបងប្អូនអាចវាយ search តាមពន្ធដែរអាចឃើញណាហើយអាចទាញឯកសារមកបានបើសិនបងប្អូនចង់មើលបានអបដោះចុះថ្ងៃទី12សភា2025បាទតាមលើដែរទេគោលបំណងដើម្បីឲ្យការបង់ការប្រាក់ខ្លាយជាចំណាយអនុញ្ញាតកាត់កងបានហៅថា deductible expense សូមបញ្ជាក់តិច deductible expense ហ្នឹងគឺសំខាន់ណាបងប្អូនអាហ្នឹងណាបើថាចំណាយណាដែលអាចកាត់កងបាននិងមិនអាចកាត់កងបានគឺមានហានិភ័យខ្ពស់នៅពេលបងប្អូនមានកាយប័ត្រត្រឹមត្រូវទូទាត់ឲ្យត្រឹមត្រូវការចំណាយចាស់ស្ដែងក្រុមហ៊ុនអានឹងគឺអាចកាត់កងបានតែបើសិនកាយប័ត្រមិនត្រឹមត្រូវមានហានិភ័យណាគឺអានឹងអាចនឹងប្រឈមនឹងការដកចេញចឹងនិយាយថាយើងវាជាចំណាយទៅវិញអញ្ចឹងអានឹងអាចកាត់ថាជាចំណូលទៅវិញប្រចាំឆ្នាំសម្រាប់ការកណនី 20% ណាអញ្ចឹងអានឹងគឺភាគច្រើនក្រុមហ៊ុនភ្ញៀវធំៗគឺតែងតែជួបបញ្ហាហ្នឹងហើយមានច្រើនណាបងប្អូនមកចាក់ស្ដែងគឺមានហើយវិន័យក៏ច្រើនដូចគ្នាផងដែរខ្លឹមសារសំខាន់ជាទម្រង់បាទអត់តិចទោះបីជាកិច្ចសន្យាដើមជាមួយធនាគារស្ថិតក្នុងឈ្មោះបុគ្គលម្ចាស់ក្រុមហ៊ុនក៏ដោយដំណោះស្រាយត្រូវបង្កើតកិច្ចសន្យាកម្ចីបន្ត back to back loan រវាងម្ចាស់ក្រុមហ៊ុននិងក្រុមហ៊ុនអញ្ចឹងទោះជាម្ចាស់ក្រុមហ៊ុននឹងខ្ចីលុយរូបវន្តបុគ្គលក៏ជាក្រុមហ៊ុនក៏ដោយឬក៏ជាធនាគារក៏ដោយអញ្ចឹងណាតែត្រូវបង្កើតកិច្ចសន្យាកម្ចីមួយទៀតរវាងក្រុមហ៊ុននិងក្រុមហ៊ុនណាបងប្អូនបាទភស្តុតាងសំខាន់ប្រាក់កម្ចីត្រូវតែទេចូលគណនីធនាគារក្រុមហ៊ុននិងប្រើប្រាស់សម្រាប់សកម្មភាពអាជីវកម្មពិតប្រាកដឯកសារយុទ្ធការ3យ៉ាងតាមសេចក្តីណែនាំ14 256ទី1បាទអញ្ចឹងបាទកិច្ចសន្យាខ្ចីប្រាក់ loan agreement បញ្ជាក់ពីចំនួនប្រាក់អត្រាការប្រាក់និងការបញ្ជាក់សង2ផែនការអាជីវកម្ម business plan business plan financial forecast បញ្យល់ពីគោលបំណងនៃការខ្ចីឧទាហរណ៍ដើម្បីដោះស្រាយបញ្ហាសាច់ប្រាក់ក្នុងពេលចំណូលទាបអានឹងដូចជាខ្ញុំត្រៀម template ឯកសារទី1ទី2ទី3ណាបងប្អូនបាទទីបងប្អូនឃើញណា3សេចក្តីសម្រេចក្រុមប្រឹក្សាភិបាល board resolution ការយល់ព្រមជាផ្លូវការពីថ្នាក់ដឹកនាំក្រុមហ៊ុនអញ្ចឹងខ្ញុំមានជា template ដូចជាឧទាហរណ៍ដើម្បីឲ្យអាចជាចំណាយកាត់កងបានណាបងប្អូនបាទគំរូឯកសារទី1មួយនេះបាទគំរូសន្យាខ្ចីប្រាក់ឯកសារទី1 template 1 loan agreement កិច្ចសន្យាខ្ចីប្រាក់ loan agreement ភាគីខអ្នកឲ្យខ្ចីលោកស្រី B ម្ចាស់ភាគហ៊ុនណាភាគីខអ្នកខ្ចីក្រុមហ៊ុន A មានលេខវ៉ាទីននេះគឺម្ចាស់ភាគហ៊ុនអានេះគឺជាក្រុមហ៊ុនរបស់យើងណាដែលយើងធ្វើឲ្យខ្ចីហ្នឹងvàមួយចំនួនទឹកប្រាក់ដែលហៅថាខ្ចី $10,000 អត្រាការប្រាក់គឺ8% ក្នុងមួយឆ្នាំគឺអត្រាប្រាក់ហ្នឹងមិនលើសអត្រាកាទីផ្សាររបស់ពន្ធដារទេអញ្ចឹងអត្រាកាប្រាក់ពីពន្ធដារគឺ8% ក្នុងមួយឆ្នាំណាបាទអញ្ចឹងវាអត់លើសទេ8% ក្នុងមួយឆ្នាំវាអត់លើសនឹងអត្រាការប្រាក់ពន្ធដារទេបាទអញ្ចឹងរយៈពេល12ខែថ្ងៃ1 មករា 2025
នៅថ្ងៃទី31ធ្នូមានន័យថា12ខែគឺថ្ងៃ1មករា2025រហូតដល់31ធ្នូ2025ណាការទូទាត់បង់ប្រាក់ដើមនិងការប្រាក់តាមរយៈគណនីធនាគារកាតព្វកិច្ចក្រុមហ៊ុន A ត្រូវកាត់ទុកពន្ធត្រូវកាត់ទុកពន្ធកាត់ទុក withholding tax 15%លើការប្រាក់បញ្ជាក់ឯកសារនេះជាភស្តុតាងចម្បងសម្រាប់បង្ហាញភ្នាក់ងារសមនកម្មពន្ធដារហ្នឹងឯកសារទី2គំរូផែនការអាជីវកម្មសង្ខេប template the business plan summary នេះខ្ញុំខ្លីៗបងប្អូនអាចធ្វើវែងជាងនឹងបានណាហើយជាគោលបងប្អូនអាចយកប៉ុណ្ណឹងក៏បានផែនការប្រើប្រាស់កម្ចីយោងសេចក្តីណែនាំ14256មួយស្ថានភាពក្រុមហ៊ុន A ជួបបញ្ហាសាច់ប្រាក់បណ្ដោះអាសន្នដោយសារចំណូលធ្លាក់ចុះនៅដើមឆ្នាំ2025ពីគោលបំណងកម្ចីណាគោលបំណងកម្ចីគឺ$10,000បង់ថ្លៃឈ្នួលទីតាំងនិងសេវាប្រើប្រាស់ទឹកភ្លើងយើងរៀបរាប់ទៀតណាបង់ប្រាក់បៀវត្សជូនបុគ្គលិកដើម្បីរក្សាធនធានមនុស្សទិញវត្ថុធាតុដើមបន្ថែមសម្រាប់ផលិតកម្ម3ការព្យាករណ៍រក្សានិរន្តរភាពអាជីវកម្មបានពេញមួយឆ្នាំ2025រំពឹងកំណើនចំណូល 20% នៅឆ្នាំ2022ក្រោយការសម្រួលយុទ្ធសាស្ត្រលក់សម្គាល់ពន្ធដារតម្រូវឲ្យមានឯកសារនេះដើម្បីភាពចាំបាច់នៃកម្ចីអញ្ចឹងយើងមាននឹងខ្លីៗអញ្ចឹងក៏បានដែរឬក៏យើងអាចធ្វើឲ្យវែងជាងនឹងតិចទៅណាដើម្បីបញ្យល់លម្អិតក៏បានដែរគំរូសេចក្តីសម្រេចក្រុមប្រឹក្សាភិបាលឯកសារទី3បាទ template ទី3 board resolution បាទសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាភិបាល board resolution អង្គប្រជុំនៃក្រុមហ៊ុន A បានសម្រេចជាឯកច្ឆន្ទមួយអនុម័តកម្ចីទទួលយកកម្ចី$10,000ពីលោកស្រី B ពីលក្ខខណ្ឌការប្រាក់គឺ8%ក្នុងមួយឆ្នាំរយៈពេល12ខែយោងសេចក្តីណែនាំ14/256ការផ្ដល់សិទ្ធិប្រគល់សិទ្ធិជូនបាទមុខតំណែងអញ្ចឹងទៅណាចុះហត្ថលេខាលើកិច្ចសន្យាការអនុវត្តពន្ធក្រុមហ៊ុនត្រូវកាត់ទុក 15% ឲ្យបានត្រឹមត្រូវការបរិច្ឆេទថ្ងៃណាដែលយើងទៅសញ្ញាហត្ថលេខានឹងត្រាក្រុមហ៊ុនទៅបញ្ជាក់បាទប្រើសម្រាប់បញ្ជាក់ថាប្រតិបត្តិការជាប្រាក់នេះត្រូវបានយល់ព្រមជាផ្លូវការដោយថ្នាក់ដឹកនាំអញ្ចឹងគំរូទាំង3នេះបងប្អូនអាចថត screen ឬក៏ copy ដើម្បីយកជាគំរូមើលថ្ងៃក្រោយណាត្រូវរៀបចំ board meeting board resolution មកណា business plan summary មកហើយនឹង loan agreement ហ្នឹងធ្វើមិនបងប្អូនអាចយកគំរូបានណាអូខេវិធានការកំណត់អត្រាការប្រាក់គោលការណ៍កំណត់តាមការព្រមព្រៀងកំហិតមិនត្រូវឲ្យលើសអត្រាការប្រាក់ market interest rate ចាំអត្រាការប្រាក់ទីផ្សារហ្នឹងបាទប្រភពអត្រាទីផ្សារគឺជាមធ្យមភាគអត្រាការប្រាក់ធនាគារធំៗចំនួន5ដែលប្រកាសដោយអគ្គនាយកដ្ឋានជារៀងរាល់ឆ្នាំអញ្ចឹងអាហ្នឹងពន្ធដារគេមានប្រកាសឲ្យណាអត្រាការទីផ្សារប្រមាណកាតព្វកិច្ចកាត់ទុក 15% ក្រោយពេលបង់ការប្រាក់ឲ្យម្ចាស់រូបវន្តបុគ្គលនិវាសនជនក្រុមហ៊ុនមានកាតព្វកិច្ចកាត់ទុក 15% នៃទឹកប្រាក់ការប្រាក់ប្រកាសនឹងបង់ពន្ធជូនរដ្ឋត្រឹមថ្ងៃទី20នៃខែបន្ទាប់សង្កល់បើមិនមានមិនបង់ពន្ធកាត់ទុកចំណាយការប្រាក់នោះនឹងត្រូវបដិសេធវិធាន180ថ្ងៃសម្រាប់បុគ្គលតាក់ទិនប្រកាស578ដោយសារម្ចាស់និងក្រុមហ៊ុនជាបុគ្គលតាក់ទិនការប្រាក់ដែលកត់ត្រាជាចំណាយត្រូវតែទូទាត់ជាក់ស្ដែង actual payment មិនឲ្យម្ចាស់ក្រុមហ៊ុនក្នុងរង្វង់180ថ្ងៃនៃឆ្នាំជាប់ពន្ធបន្ទាប់បើមិនទូទាត់តាមការកំណត់នេះទេត្រូវបញ្ចូលជាចំណូលជាប់ពន្ធវិញចឹងកន្លែងហ្នឹងគឺគេកំណត់ត្រឹម180ថ្ងៃណានៃឆ្នាំបន្ទាប់ចឹងកំឡុងពេលហ្នឹងគឺយើងទូទាត់គឺ valid ណាសុពលភាពកំហិតអតិបរមានៃការប្រាក់កាត់កងការប្រាក់ចំណាយការប្រាក់ដែលអនុញ្ញាតឲ្យកាត់កងក្នុងឆ្នាំជប៉ុនមិនត្រូវឲ្យលើសពីផលបូកនៃallowance income អាហ្នឹងគឺយើងប្រចាំឆ្នាំពីច្រើនយើងយកមកគណនាណាបងប្អូនបាទ 50% នៃ net income អញ្ចឹងឬ9សម្រាប់បងប្អូនមើល
អញ្ចឹង net income ក្នុងរូបមន្តនេះគឺមិនទាន់គិតចំណូលការប្រាក់និងចំណាយការប្រាក់ដែលលើសពីកម្រិតនេះអាចយោងទៅកាត់កងនៅឆ្នាំបន្ទាប់បានរហូតដល់5ឆ្នាំអញ្ចឹងសេចក្តីសន្និដ្ឋាននិងការអនុវត្ត best practice រៀបចំឯកសារយុទ្ធការឲ្យបានមុនពេលសវនកម្មអញ្ចឹងយើងធ្វើឲ្យបានមុនសវនកម្មណាបងប្អូនបាទជាវិន័យផ្ទេរប្រាក់តាមរយៈប្រព័ន្ធធនាគារដើម្បីទុកជាភស្តុតាង audit trail ទៅតាមដានការប្រកាសពន្ធកាត់ទុកឲ្យបានជាប់ជួនជារៀងរាល់ខែបាទសូមអរគុណហើយបើសិនបើមានអត្ថប្រយោជន៍សូមបងប្អូនកុំភ្លេចជួយ Subscribe ម្នាក់មួយណាដើម្បីតាមដានរាល់ច្បាប់ពន្ធនិងសំណួរជាច្រើនគឺមានបងប្អូនសួរច្រើនទៅទៅសំណួរពន្ធដារណាអញ្ចឹងខ្ញុំបានលើកយកពន្ធច្បាប់នានាប្រកាសអនុក្រឹត្យផ្សេងៗដើម្បីយោងដើម្បីបញ្យល់បងប្អូនបាទដើម្បីឲ្យយល់នៅអ្វីដែលបងប្អូនត្រូវការប្រកាសពន្ធប្រចាំខែដើម្បីជាវិន័យផ្សេងៗបាទអរគុណខ្ញុំបានមករាំងជំរាបលា